ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំតលេងស្រកខ្មែរនោះមិនបានធ្វើនំបញ្ចុកសាឡបហាហូបទេការពិតទៅបានហូបដែរនៅពេលដែលម្ដាយខ្ញុំគាត់ទៅចូលរួមកម្មវិធីបុណ្យទានឬក៏ចូលរួមកម្មវិធីអីមួយទៅគាត់ក៏យកមកហូបចឹងតែបើថានៅក្នុងផ្ទះអត់បានធ្វើហូបទេមកចូលឆ្នាំពេញដូច្នេះពួកខ្ញុំឃ្លានណាត្រឡប់មកវិញស្នេហាខ្ញុំក៏ឃ្លានចង់ហូបទៅខ្ញុំក៏មករៀបចំធ្វើនំបញ្ចុកសាឡបហាពេលនេះទោះបីថាចេះឬមិនចេះឆ្ងាញ់ឬឆ្ងាញ់ក៏ធ្វើហូបដែរវាព្រមមិនដឹងទៅរកទិញនៅណាទេនៅស្រុកនេះហើយសម្លលើកនេះគឺខ្ញុំចេះតែធ្វើទេអ្នកលើកទី2ហើយដែលខ្ញុំធ្វើពេលមករស់នៅស្រុកនេះខ្ញុំទៅផ្សារទៅហើយក៏ទៅរកមើលត្រីតែត្រីថ្លៃខ្លាំងមែនតែនតែម្ដងមិនមែនថាពួកខ្ញុំនឹងរិះថន់ដល់កម្រិតនឹងទេប៉ុន្តែត្រីថ្លៃខ្លាំងណាស់ចាំខ្ញុំក្នុងវីដេអូក្រោយខ្ញុំនឹងថតតម្លៃត្រីឲ្យមើលថ្លៃខ្លាំងមិនគួរឲ្យនឹងហ៊ានទិញហូបតែម្ដងណាដោយសារវាថ្លៃហើយល្ហុងមួយនេះណាខ្ញុំយកមកពីស្រុកខ្មែរប្តីខ្ញុំគេបារម្ភតែខ្លាចគួយចាប់ចឹងណាដោយសារតែគេមិនអនុញ្ញាតឲ្យយកទេហើយខ្ញុំនឹងខ្ចប់ឡើងថងឡើងក្រាស់ខ្មឹកណាមួយខ្លាចវាទក់វាខូចនោះដល់ពេលយកមកខ្ចីនឹងលវក់ល្ហុងនេះអស់ខ្ចីក៏ខ្ចីទៅកុំឲ្យទៅទុំចានវាពិបាកវិញអារម្មណ៍ពេលដែលដឹកវាមកហ្នឹងលួចគេក្រិនតាមទឿនក្រៅដោយសារតែយកទៅទាំងព្រួយបារម្ភដែរព្រោះខ្លាចគេចាប់អីចឹងទៅខ្ញុំអត់មានត្រីស្លោទេខ្ញុំក៏ប្រើភ្លើងមាន់ស្លោតែម្ដងទៅខ្ញុំដាក់ភ្លើងតែពីរទេខ្ញុំបកស្បែកអស់ហើយដាក់តែសាច់សុទ្ធនឹងឯងយកវាមកបេះមកស្ងោរវាឲ្យផុយទៅបានបេះស្រួលទុកវាឲ្យត្រជាក់ហើយបេះវាឲ្យស្អាតចឹងទៅខ្ញុំទុកឆ្អឹងវាបង់នៅក្នុងឆ្នាំងអត់ចោលតាណាទេបង់យករសជាតិឆ្អឹង collagen មើលទៅសាច់ខ្ញុំទៅស្អាតហើយអ្នកសល់ស្គូឡើងគ្រើមក្រៀននិយាយលេងទេហើយបន្ទាប់មកខ្ញុំបុកវាជាមួយនឹងគ្រឿងហ្នឹងយកមកពីខ្មែរនឹងឯងបើសិនជាមានបងប្អូនណាដឹងពីវិធីរក្សាគ្រឿងបានល្អខ្ញុំចង់ពេលតលេងស្រុកខ្មែរលើក្រោយខ្ញុំចង់បុកវាយកមកពីនោះប៉ុន្តែខ្ញុំមិនដឹងតែរក្សាល្មិចទេបុកយកមកពីនោះដូច្នេះខ្ញុំយកគល់ក្រៃមកបានតាប្រហែល5ដើម6ដើមទេយកមកក៏បុកគល់ក្រៃនឹងដាក់គ្រឿងដល់អីទុកឲ្យហើយចឹងទៅពេលស្លោទៅស្រួលហើយស្លោលើកនេះខ្ញុំដាក់ខ្ទិះដូងឡើងខាប់រាងច្រើនតែមានអារម្មណ៍ថាខ្ទិះដូងគេវាមិនសូវឈ្ងុយឆ្ងាញ់ទេតែខ្ញុំទិញអាម៉ូតនេះមកព្រោះដោយសារតែវារាងខាប់ក្រានចន់គាត់ថាអាម៉ូតមិញវារាងខាប់គ្រឿងដែលបន្ថែមពីក្រៅខ្ញុំដាក់តែអំបិលចេញបន្តិចទៅហើយស្ករបន្តិចដោយសារខ្ញុំបានដាក់ប្រក់នៅក្នុងឆ្នាំងជាមួយនឹងឆ្អឹងសាច់រួចទៅហើយដូច្នេះខ្ញុំមិនចាំបាច់ថែមប្រក់ទៀតទេហើយស្រីខ្ញុំអត់ដាក់ដែរហើយខ្ញុំក៏បងត្រាប់ពុតញោមចូលបន្តិចដែរនំបញ្ចុកនេះខ្ញុំទិញនៅពេញទិញបាននំកញ្ចប់នេះគាត់បើដឹងតែឆ្ងាញ់ចេះខ្ញុំទិញ2 3កញ្ចប់មកមានអីបើវាលើគីឡូខ្ញុំលើគីឡូឡើងប្រហែល6 7គីឡូដកស្ពីដកអីនឹងមុខកយនឹងឯងអូវល់ដែរកាលមកនោះហើយរាំងលញ៉ៃបន្តិចដែរតាក់ទងនឹងអាច្បាប់ខ្លួនតែស្អីនៅក្នុងកញ្ចប់នំបញ្ចុកលើកនេះខ្ញុំទិញបានល្អខ្ញុំទិញនៅភ្នំពេញណាដោយសារតែទិញបានច្រើនក៏បាននៅកញ្ចប់នេះហូបប្រហែលតែម្ដងតែស្អីគេពេលដាក់ស្រុះពី4ទៅ5នាទីរួចហើយគឺថាដូចតែស្អីនំបញ្ចុកដែលយើងរោយពីអង្គពីម្សៅចឹងឯងអាម្សៅដែលយើងលុញណាហើយខ្ញុំមិនចេះគេធ្វើជាវាយនំបញ្ចុកនឹងទេតែធ្វើបានប៉ុណ្ណឹងហើយបានប៉ុណ្ណាព្រោះតាំងពីដើមមកខ្ញុំដែលមិនរៀនចាប់នំបញ្ចុកឯណាដល់ពេលហើយយើងមករៀនចាប់នៅនេះមកមិនខ្វល់អីគឺសំខាន់ឲ្យតែស្រស់ទឹកនឹងឯងពេលស្រស់ទឹកទៅយកទៅវាឆ្ងាញ់នំបញ្ចុកលើកនេះគឺស្នេហាខ្ញុំកំងខ្ទឹមព្រៃផ្កាខ្ទឹមព្រៃហ្នឹងណាមិនដឹងតាគេដឹងមកពីណាទេព្រោះវាគឺជាលើកទី1សម្រាប់ខ្ញុំដែរពេលខ្ញុំសួរគាត់ទៅគាត់ថាដោយសារទៅខ្មែរយើងទៅឃើញគេដាក់អានលក់ផ្កាស្នោហ្នឹងឲ្យតែផ្កាគេដាក់ចឹងទៅគាត់ក៏ថានៅស្រុកនេះមានខ្ទឹមផ្កាដូច្នេះហើយយកផ្កាខ្ទឹមមកហូបមកនៅតំបន់ខ្ញុំរស់នៅសមូរខ្ទឹមព្រៃនេះណាឥឡូវនឹងចេញផ្កាហើយឡើងប្រងព្រាតតែម្ដងដល់ដាក់លាងទឹក2 3ទឹកដែរពីព្រោះថាខាញ់វាដុះតាមព្រៃតាមអីចឹងទៅវាមិនសូវល្អលាងបេះផ្លេចបេះអាស្អីគេអាកពួចវាស្រោមមកវានោះវាជាប់នៅក្នុងណែអាដើមហើយកំពុងតែគិតក្នុងចិត្តថាហូបកើតអត់ទេដល់ពេលហើយយកមករៀបចំដាក់ក្នុងលក់ទៅចាំម៉ោងនេះគឺស្នេហាមកដល់ហើយកាន់មកដល់មកពីធ្វើការវិញចឹងហើយតែចាំហូបជុំគ្នាដល់ពេលខ្ញុំរៀបចំបន្លែរួចរាល់បន្លែនោះមានតែប៉ុណ្្នឹងហើយនេះសណ្តែកគួរអត់មានទេទិញអាសណ្តែកប្រាំងហ្នឹងមកហាន់ទូចចឹងទៅស្ដើងក៏ហូបបានដែរចង់ប្រាប់ថាផ្កាខ្ទឹមព្រៃនេះហូបជាមួយនឹងលក់សាឡប្រហើខ្មែរឡនំបញ្ចុកខ្មែរគឺឆ្ងាញ់ខ្លាំងណាស់សិនបើមិនជឿអាចសាកបានណាស្នេហាខ្ញុំថាឆ្ងាញ់ហើយខ្ញុំក៏ថាឆ្ងាញ់ដែរហូបលើកទី1មកហូបនំបញ្ចុកជាមួយនឹងពួកខ្ញុំទាំងពីរអ្នកទាំងអស់គ្នាអរគុណច្រើន Right, it tastes a little bit similar. I mean, it tastes a lot similar, but look a bit different. This Look onion? somehow different. Oh, papaya. Papaya. Was this the market? Or More market. The fish price are very expensive, I think. Yeah. Try.
garlic flour. No need to take anything out. Wild garlic flour in nấm bánh chọc. How is the taste, son? Mm. Mm-hmm. No. Ching